ដំណើរលើកនេះគឺទៅភ្នំខ្នងក្រពើបាទគឺជាការដែលទៅជាលើកទី2របស់ខ្ញុំបាទទី1យើងទៅបានសញ្ញាណពីភ្នំខ្នងក្រពើបាទទៅមើលថ្ងៃរះបាទទៅអូខ្មែរក្រហមទឹកជ្រោះអូខ្មែរក្រហមបាទហ្នឹងគេថាលុកអរ៉ោនជុំវិញកន្លែងភ្នំខ្នងក្រពើហ្នឹងណាហ្នឹងហើយហ្នឹងជាលើកទី1តែទៅលើកនេះគឺពួកខ្ញុំបានតាំងចិត្តថានឹងទៅឲ្យលើសឲ្យហួសពីហ្នឹងទៅគឺយើងដាក់គោលដៅថាទៅឆៃយងបាទហើយបងប្អូនដឹងហើយថាទៅខ្នងក្រពើគឺចាប់ពីជើងភ្នំទៅគឺមានចម្ងាយ10គីឡូបាទ10គីឡូបាទហើយចំពោះឆៃយងវិញគឺចេញពីខ្នងក្រពើនឹងទៅកន្លែងផ្ទះ CI ដែលគេបងប្អូនទាំងអស់តែងតែឈប់សម្រានធ្វើម្ហូបអាហារញ៉ាំជុំគ្នាកន្លែងបោះតង់គឺកន្លែងផ្ទះ CI ហ្នឹងបាទហ្នឹងហើយដែលអាចមើលឃើញទេសភាពដ៏ស្រស់ស្អាតនារដូវ green season នេះរដូវបៃតងនេះគឺស្រស់ស្អាតមែនទែនមើលពីខាងផ្ទះ CI ទៅបាទអញ្ចឹងពីផ្ទះ CI ទៅដល់ឆៃយងនៅប្រើយើងដើរចម្ងាយ13គីឡូបាទ13គីឡូអញ្ចឹងទៅវិញទៅមកវា26គីឡូដែលយើងត្រូវដើរមួយថ្ងៃវល់ល្ងាចបាទហើយលើទេសភាពលើដងផ្លូវវាពិតជាអស្ចារ្យមែនទែនអស្ចារ្យដែលខ្ញុំមិនដែលបានជួបបាទនៅដងផ្លូវគឺវាពោពេញទៅដោយធម្មជាតិស្រស់បំព្រងអាប់ចុះពេញព្រៃអាប់ចុះជុំវិញខ្លួនដែលមើលឃើញទៅប្រៀបដូចជាហើយពពកប្រៀបដូចជាអ្វីនោះប្រោះព្រំរបស់យើងឲ្យត្រជាក់ស្រេបដូចយើងនៅឋានសួគ៌ចឹងបាទនេះគឺជាអ្វីដែលយើងទទួលបានអារម្មណ៍ពិតនៅជុំវិញខ្លួនបាទស្របជាមួយនឹងភ្លៀងរលឹមសិចស្រិចបាទរលឹមបាទមានភ្លៀងរលឹមផងដែរបងប្អូនមើលមែនទេមែនដែរណាតែមើលរឿងសពសិនអត់មកគាត់ជួយបានផ្សាយនេះនេះសេរីដើម្បីសេរីអីខ្ញុំជួយបានផ្សាយអត់ជួយច្រើនណាអូយយ៉ាអត់មានAI ទេគឺតែខ្ញុំជួលគេបាញ់អស់លុយច្រើនណាស់ចាំបាច់ design ឲ្យ AI generate អីទេជួលគេអស់ទាំងលុយបាញ់ខ្លាំងហ្នឹងចឹង My God អស់ចាហ្នឹងគេចិត្តដូចបងប្អូនមើលឃើញអញ្ចឹងបាទអាប់មើលឃើញទេមើលឃើញគ្នាតែដើរចម្ងាយ30-40ម៉ែត្រពីគ្នាហ្នឹងគឺមើលមិនឃើញគ្នាបាទឥឡូវនេះម៉ោង 9:47 នាទីនៅឯក្នុងខ្នងក្រពើផ្លូវទៅឆៃយងបងប្អូនមើលបរិយាកាសមើលជិះនៅកន្លែងបងប្អូនវិញមិនតែបរិយាកាសដែលបងប្អូនស្នាក់នៅឥឡូវនេះបងប្អូនឃើញទេសភាពខ្ញុំមកដល់ឥឡូវនេះខ្ញុំដល់ឆ្ងល់អត់ទាន់បាត់ទេឲ្យតែបងប្អូនអាប់ឡើងមើលមុខប៉ុណ្ណឹងមើលច្បាស់មើលមិនច្បាស់ទេបាទខ្ញុំនៅតែអត់យល់ទេមកដល់បណ្ដាខ្ញុំនៅអត់ទាន់យល់ថាពេលបងប្អូនឃើញអីស្អាតណាទេសភាពស្អាតចឹងស្អាតដូចគំនូបាទហើយដល់ពេលទៅឃើញគំនូស្អាតវិញអូយមកស្អាតដូចរូបពិតចឹងអាពីរនឹងវាមិនវិញអាមួយណាស្អាតជាងមួយណាឥឡូវនេះ
ខ្ញុំនៅអត់ទាន់យល់មានតែដឹងគឺខមមិនប្រាប់ផងអរគុណ តែយើងពងនៅតាមផ្លូវទៅឆៃយោងដែលនៅតំបន់ភ្នំខ្នងកំពើនឹងចេញពីភ្នំខ្នងកំពើចេញទៅឲ្យ13គីឡូទៀតបាទលើពងដើរទៅហើយបាទផ្លូវចុះទៅឆៃយោងបាទតែបន្ទាប់ពីយើងដើរកាត់ពពកកាត់អាប់ផ្សែងដល់ផ្លូវដល់វែងឡើងមកយើងបានមកដល់ផ្លូវចុះផ្លូវចុះទៅឆៃយោចម្ងាយផ្លូវទៅចុះហ្នឹងគឺយើងចុះ4គីឡូអញ្ចឹងបើសិនជាយើងចុះ4គីឡូយើងឡើងមកវិញដល់4គីឡូបងប្អូនគិតមើលថាតើផ្លូវវាចុះបែបណាបានយើងសិតតែយើងទៅចុះចដាចុះខ្សែគួរចុះក្រោមបាទទៅធ្វើតោងវត្តតោងអីចឹងណាហ្នឹងហើយគឺវាផ្លូវលំបាកបន្តិចបាទលំបាកនេះចំពោះឲ្យអ្នកដែលអត់ដែលបានដើរច្រើនពិតជាឧបសគ្គតែចំពោះក្រុមយើងដែលបានដើរញឹកញាប់ឃើញថាឧបសគ្គនេះវាមិនមែនជាបញ្ហាចោលទេបាទបន្ទាប់ពីដើររយៈពេលជិត2ម៉ោងមក2ម៉ោងហើយយើងមកដល់មានបានមកដល់ដងស្ទឹងហ្នឹងហើយបាទដងស្ទឹងឆៃយោងហ្នឹងមុនទៅដល់ទឹកធ្លាក់បាទសំឡេងទឹកហូរតាមដងស្ទឹងដងអូរហ្នឹងបាទគឺជាសំឡេងមួយប្រៀបដូចជាតន្ត្រីដែលយើងបានបន្ធូរការនឿយហត់ពេលដែលបញ្ជាក់ថាយើងបានដល់គោលដៅយើងហើយជួយពេញព្រៃព្រឹកជាការចង់ចាំអូកាយយោដល់ហើយបន្តិចចិត្តកាន់តែស្ទុះទៅជើងខ្ញុំនៅទ្រាំបានព្រោះចង់ឃើញថ្ងៃនោះអោក្នុងក្របអោក្នុងក្របព្រៃជ្រលងបបបាំងវាស្មៅបៃតងខ្ចីដូចផ្ទាំងគំនូរក្រែបកាវែកទៅញីពេលព្រឹកព្រលឹមមិត្តភក្តិទីនោះញ៉ាំសប្បាយជុំគ្នាអោក្នុងក្របបាទតែទឹកជ្រោះឆៃយោងគឺជាទឹកជ្រោះដែលស្អាតជាងគេក្នុងប្រទេសកម្ពុជាតាមដែលខ្ញុំបានធ្លាប់ទៅជ្រោះផ្សេងណាគឺឆៃយោងនេះដែលខ្ញុំមើលឃើញពិតជាស្រស់ស្អាតមែនទែនបាទมันមានទឹកជ្រោះណាប្រៀបធៀបបានបាទហើយមានប្រភពទឹកស្អាតពីលើបាទដែលមានស្ទឹងពីរហូរចាក់ចូលគ្នាទើបបង្កើតចេញជាជ្រោះឆៃយោងនេះបាទកម្ពស់នៃទឹកហូរមានកម្ពស់15ទៅ20ម៉ែត្របាទរដូវវស្សានេះមានទំហំទឹកធំយើងមានទឹកហូរខ្លាំងដែលយើងពិបាកក្នុងការដែលងូតទឹកលេងតែបើរដូវវស្សាវិញទឹកមិនជ្រៅទេហើយទឹកថ្លាឆ្វង់ដែលយើងអាចលេងកម្សាន្តបានដោយសុវត្ថិភាពបាទអញ្ចឹងក្នុងរដូវវស្សានេះបើអ្នកដែលចង់ងូតទឹកនេះលេងតើមានការប្រុងប្រយ័ត្នខ្ពស់បាទដូចកំសាច់ពេកអត់ចាប់ពេកមកមើលសម្ភារនេះមើលនិយាយចេញអត់និយាយចេញអត់
ไทยยาแม่ชูแค่นอก đó không biết nhà các bà phụ thúng ai còn đo trái giống mà đặt mau ấy nè mau khăn non gặp bơ hay mạn mau chạy vô để sao đây hay bà thiên má lại mơ bòn chủ bòn nằm đấy mơ miết á bớt đấy ha đang bớt mà quay đi lại mày mình đã gặp đamពីថ្ងៃនេះឡើងទៅថែនอะไรញ៉ាឲ្យខ្លួនឯងតោះហាប់ប្រាន់ដើម្បីឆៃលើក្នុងកាន់តែខ្ពស់ជាង ok dương mau chạy vô nó mau cái một cái là lại mơ cũ còn cho còn mau đau em mới hồn hai hôm đau lại đấy mà នៅទៅហើមធម្មតាហើយបើជើងក៏នៅធម្មតា bài chương thôi đi dân à ហើយឥឡូវនេះដំណើរឡើងក្នុងខ្នងកពើបន្តទៅដល់ឆៃយោងរបស់ខ្ញុំទីរបស់ក្រុមយើងទាំងអស់គ្នាទីបំផុតបានមកដល់ភូមិវិញហើយដោយចម្ងាយផ្លូវចាប់ពីភូមិនេះទៅរហូតទៅដល់ឆៃយោង20គីឡូជាងហើយពីឆៃយោងមកដល់នេះវិញគឺ20គីឡូជាងទាំងអស់40គីឡូដោយប្រើស្បែកជើងមួយនេះស្បែកជើងមួយនេះ nè មួយនេះស្បែកជើងមួយនេះ bài chơi nè ចឹងស្បែកជើងមួយនេះក៏អាចទៅដល់ឆៃយោងបានដែរចឹងអ្វីគឺយើងសុវត្ថិភាពទាំងអស់គ្នាឥឡូវនេះយើងបានមកដល់ផ្ទះបងសហគមន៍វិញហើយដោយមានអ្នកខ្លះប្រើរយៈពេល20គីឡូដោយសារគាត់នៅត្រឹមខ្នងកំពើហើយមានបងប្អូនមួយចំនួនហួសទៅដល់ឆៃយោងតែបូកចូលនេះ40គីឡូ50គីឡូនេះគឺថេបាទពូ នេះcác bà phụ thúngតែអាចដើរ40ជាងគីឡូដែរហើយយកមកវិញ ô miệt chân tới chạy vô mà đấy បាទ này បើ rồi សិនចង់អ្នកធាត់ចង់ម្ដងឆៃយកមកវិញឯងសួរនាំលោកគ្រូ ok ចឹងកុំភ្លេចចង់ឡើងភ្នំក្រុមនេះក្បាល9 ok